ដាំបាយជាមួយនឹងក្របធនជាតិទៀតហើយដូចជាពពួកសណ្ដែកដូចអីហ្នឹងពួកធំចេះជាធម្មតាយើងត្រូវត្រាំនៅក្នុងទូទឹកកក2 ទៅ 3 យប់2 យប់កន្លះអីទៅហើយបន្តមកទៀតយើងយកមកលាយជាមួយនឹងកហើយយើងដាំ20 នាទី 30 នាទីជាមួយនឹងសីតុណ្ហភាពមធ្យមរបស់យើងទៅបាយក្របធនជាតិហ្នឹងគឺថាឡើងផុយហើយឆ្ងាញ់ហ្មងជាមួយបាយហើយជួយដល់សុខភាពទាំងការលូតលាស់ជួយទាំងកាពះវៀនសម្រាប់មនុស្សចាស់និយាយទៅវាល្អសម្រាប់គ្រប់វ័យទេគាត់ថាយើងប្រើតាមបរិមាត្រដែលយើងចូលចិត្តនិងប្រភេទក្របធនជាតិដែលយើងចង់ដាក់ឧបមាអ្នកខ្លះគាត់ដាក់ផ្សេងទៀតវាមានច្រើនតាមពិតមានច្រើនណាស់តែខ្ញុំជាធម្មតាខ្ញុំដាក់ទៅតាមអ្វីដែលខ្ញុំមានទេពេលខ្លះខ្ញុំលាយជាមួយនឹងសណ្ដែកពណ៌ខៀវនេះដូចគ្នាต้องសបកគាត់ថាខ្ញុំលាយតិចអត់ដាក់អីឲ្យច្រើនជ្រុលទេពេលខ្លះខ្ញុំលាយជាមួយល្ពៅហើយតិចខ្ញុំដាក់ល្ងខ្មៅតាមពិតបើសិនជាយើងអត់ចង់ឲ្យបាយព្រោះយើងឃើញមកទៅរៀងខ្មៅយើងត្រូវប្រើល្ងសតែដោយសារខ្ញុំមានតែល្ងខ្មៅខ្ញុំប្រើល្ងខ្មៅអញ្ចឹងនៅពេលដែលយើងដាំបាយជាមួយនឹងល្ងខ្មៅជាធម្មតាបាយគឺដូរពណ៌រៀងខ្មៅតិចប៉ុន្តែគឺល្អដល់សុខភាពអ្នកចង់ញ៉ាំល្ងខ្មៅឬល្ងសឬតាមពិតទៅយើងចង់ដាក់ក្របធនជាតិអីក៏បានដែរនេះវាគ្រាន់តែជាផ្នែកមួយដែលជួយឲ្យចំណីអាហារយើងកាន់តែមានប្រូតេអ៊ីនច្រើនជួយទៅដល់រាងកាយណាយើងដាក់តិចតាមចំណូលចិត្តឬក៏តាមអ្វីដែលយើងមាននៅផ្ទះពីព្រោះនៅខ្មែរសបោពួកក្របធនជាតិទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលយើងចង់ញ៉ាំយើងលាយទៅតាមចំនួនដែលយើងចង់បានទៅវាជួយច្រើនហើយវាអត់ថ្លៃនិយាយរួមថោកទៀតក្របធនជាតិនៅខ្មែរខ្ញុំទិញនៅស្រុកនេះរៀងថ្លៃអត់នៅខ្មែរធូរអញ្ចឹងយើងរៀនញ៉ាំបែបជួយដល់សុខភាពមិនបាច់ចាំចំណាយលុយទៅទិញពួក fiber ច្រើនពេកទេអូខេ